មកគឺយើងខ្ញុំកែឧទាហរណ៍ទី1ដើម្បីជាកំណត់សម្រាប់គ្នាយើងឧទាហរណ៍ទី1របស់យើងគេប្រាប់ថាគេមានសមីការទូទៅរបស់ប៉ារ៉ាបូលសមីការរបស់យើងគឺ y ក្រេបូក 8y ដក 8x ស្មើ0ហើយយើងមាន3សំណួរសំណួរទី1តើអ្នកធ្វើសរសេរសមីការនេះជាទម្រង់ស្តង់ដារសំណួរទី2យើងត្រូវរកកំពូលគំនុំហើយនិងសមីការបន្តប្រាប់ទិសហើយសំណួរទី3យើងត្រូវសងប៉ារ៉ាបូលចឹងជារួមដើម្បីជាគំនិតក្នុងការដោះស្រាយសមីការហ្នឹងយើងរុញពីសមីការទូទៅសមីការស្តង់ដារគ្នាយើងត្រូវចេះរូបមន្តមួយសិនក្នុងករណីនេះអឺយើងប្រើរូបមន្ត a បូក b លើកជាការ៉េហើយយើងផលិតទៅបាន a ការ៉េបូក2ដង ab បូក b ការ៉េឬមួយក៏ត្រឡប់មកវិញបើសិនបើយើងមាន a ការ៉េបូក2ដង ab បូក b ការ៉េយើងអាចសរសេរថា a បូក b ទាំងអស់លើកជាការ៉េមិនបានវាត្រូវការប្រើអានឹងពីព្រោះវាពាក់ព័ន្ធនឹងពីករណីសមីការប៉ារ៉ាបូលរបស់យើងគឺ x ដក h លើកជាការ៉េស្មើនឹង 4p y ដក k ហើយនឹង y ដក k លើកជាការ៉េស្មើនឹង 4p x ដក h អញ្ចឹងនៅពេលយើងធ្វើលំហាត់ជាក់ស្ដែងកន្លែងនេះវាអាចចេញបូកវាអាចចេញដកស៊ីសូលើរូបមន្តរបស់យើងប៉ុន្តែខ្ញុំទៅសេតម្រូវក្នុងករណីរបស់យើងគឺយើងត្រូវចេញសញ្ញាបូកអញ្ចឹងដើម្បីកុំឲ្យខាតពេលខ្ញុំបានទៅសេដំណោះស្រាយហើយនឹងអឺអឺឲ្យហើយសល់ប៉ុន្មានដើម្បីទុកបញ្យលគ្នាយើងអញ្ចឹងសំណួរ A គឺយើងចង់ទៅសេពេជាទម្រង់ស្តង់ដាអញ្ចឹងអីដែលយើងមើលមកយើងមានy ការ៉េយើងមានy អញ្ចឹងការងាររបស់យើងអាចចាប់ y មកដុំទៅហើយយើងរុញ x ប្រមាណនោះទៅអង្គទី2អញ្ចឹងអីដែលសេខ្ញុំអាចសរសេរថា y ការ៉េបូក 8y ស្មើនឹង 8x ចឹងបន្តមកដូចខ្ញុំបញ្ជាក់នៅពីខាងលើមកអញ្ចឹងយើងត្រូវការប្រើរូបមន្ត a បូក b លើកជាការ៉េអញ្ចឹងតើនេះត្រូវបំបែកឲ្យមានa ការ៉េបូក2ដង ab បូក b ការ៉េបូក2ដង ab បូក b ការ៉េបានយើងអាចសរសេរថា a បូក b លើកជាការ៉េជាក់ម្ដងទៀតក្នុងករណីនេះខ្ញុំប្រើបូកដោយសារយើងឃើញសញ្ញាបូកអញ្ចឹងឧទាហរណ៍បើសិនជាយើងមាន y ការ៉េបូក 8y នេះបើយើងប្រៀបធៀបទៅរូបមន្តរបស់យើងអា y ហ្នឹងចាត់ទុកដូច a អញ្ចឹងតើគ្នាបំបែក8នឹងមកចឹងនេះខ្ញុំអាចសេថា y ការ៉េ8យើងត្រូវបំបែកឲ្យមានលេខ2ដើម្បីចូលរូបមន្តណាចឹងបំបែកមានលេខ2យើងគ្រាន់តែបំបែកហែក2ចេញក្រៅមកហើយ a របស់យើងគឺ y គុណ y ហើយដោយសារលេខរបស់យើង8ដោយសារលេខរបស់យើង8ទាំងអស់គ្នាហែក2ចេញក្រៅហើយអញ្ចឹងដើម្បី8អត់មានពិបាកយើងគុណនឹង4អញ្ចឹងទៅសេបែបហ្នឹងមានន័យថា y ការ៉េបូក2គុណនឹង y គុណនឹង4អញ្ចឹងបើយើងធៀបទៅរូបមន្តយើងដឹងថា b នេះស្មើ4b របស់យើងស្មើ4ណាអញ្ចឹងបូក b ការ៉េមានន័យថាទាំងអស់គ្នាត្រូវបូកនឹង4ការ៉េហើយដើម្បីឲ្យដូចដើមយើងដក4ការ៉េចោលវិញមកស្មើនឹង8xខ្ញុំអាចថានិយាយយ៉ាងល្អិតតិចដើម្បីគ្នាយើងច្បាស់ណាពេលដែលយើងមាន a ការ៉េបូក2ដង ab បូក b ការ៉េហ្នឹងអាហ្នឹងយើងអាចទៅសេថា a បូក b ទាំងអស់លើកជាការ៉េក្នុងករណីនេះយើង a ជា y b យើងជា4អញ្ចឹងវាត្រូវជា y បូក4លើកជាការ៉េស្មើនឹង 8x ដក4លើកជាការ៉េយើងបោះទៅខាងនោះទៅវាបាន4ការ៉េហើយ4ការ៉េវា16យើងទាំងអស់នេះអាចសេថាបូកនឹង16តោះមកយើងទាញ8ចេញក្រៅមកដើម្បីចូលទម្រង់របស់យើងអានេះខ្ញុំអាចសេថា x បូក2 16ណាចឹងអាហ្នឹងយើងសន្និដ្ឋានប្រាប់គេទៅអានេះដូច្នេះបើពេរបស់យើងនឹងមានសមីការ y បូក4លើកជាការ៉េស្មើនឹង8កតា x បូក2
bạn ấy dương ai mưa tham nào với bờ sân bờ chụp bát tọt mau tí pí dương trứ rơ coordinate công phu chất công phu còn nông hay năng sớm mấy cáตัวปรับติnhưng dương giờ vì thực priệp thiếp cho môi năng sớm mấy cá standard chứng lập ra dương bàn rơ khơi cứ y cái bộ buồn lực chi cái đấy mà năng pram bảy tất cả ít bộ bị tụi anh đi giờ thực priệp thiếp cho môi năng sớm mấy cá standard mà dương priệp thiếp ngoài y cái đấy đi kia nhưng y cái độ ca lực chi cái đấy mà năng buồn bé tất cả ít độ h chân chênh pi tệ tận nâng kim ai tiên ban thà ha sama nâng độ phí này nó dương priệp thiếp cho môi nâng đi chân à x bộ phí nó tao không ai sẽ thà x độ nâng độ phí chân x ní đôi tờ x hay sự nhà độ cứ sự nhà độ dương priệp thiếp tới cứ ha sama độ phí đi kia đáy cho môi nâng cá dương priệp thiếp tới dương tiên ban thà cá sama nâng độ 4 hay nè trong cái cứ buồn bể sama nâng phẩm 7 นี่ตีเราไปได้ประมาณ1 ปียังទីមួយក្នុងករណីហ្នឹងសង្ឃឹមថាគ្នាយើងចាំរូបមន្តកំពូលធម្មតាយើងតាំងដល់សូវេអាប់ស៊ីសវាហាស់អូនេកាជើងកំពូលវេរបស់យើងហាស់របស់យើងគឺដក2ការរបស់យើងគឺដក4តមកទៀតកំណុំយើងតាំងដល់សូ F ក្នុងករណីហ្នឹងក៏អូនេវាគឺហាស់បូកពេការនេះតើយើងទៅមើលរូបមន្តឲ្យចាំអញ្ចឹង F របស់យើងគឺហាស់របស់យើងគឺដក2ហើយ P របស់យើង2អញ្ចឹងហាស់បូក P មានន័យថាដក2បូក2នឹងវាស្មើ0អញ្ចឹងកណ្ដុំរបស់យើងគឺ0ហើយការរបស់យើងគឺដក4បន្ទាត់ប្រាប់ទិសបន្ទាត់ប្រាប់ទិសសមីការវាយើងតាំងឈ្មោះវាដោយ delta ក្នុងករណីហ្នឹងគឺ x ស្មើនឹងហាស់ដក P ហើយដោយសារហាស់របស់យើងមិនហ្នឹងដក2ពេលយើង2យើងហាស់ដក P វាត្រូវជាដក4ចឹងបន្តទៅ x ស្មើនឹងដក4គេនេះជាសំណួរទី2មានបញ្ហាគឺយើងអាចមើលវីដេអូនឹងឡើងវិញក៏បានដែរបន្ទាប់មកយើងត្រូវសងប៉ារ៉ាបូលចឹងដូចខ្ញុំបញ្ជាក់កាលពីម្ដងដើម្បីសងប៉ារ៉ាបូលខ្ញុំចង់ឲ្យយើងឲ្យចំណុចខ្លះដើម្បីមើលទៅស្អាតអញ្ចឹងស្អីដែលយើងមានប៉ារ៉ាបូល P របស់យើងនេះមានសមីការ y បូក4លើកជាការ៉េមិញណាស្មើនឹង8ទៅតា x បូក2ហើយកំណុំរបស់យើងនោះគឺ0ដក4អញ្ចឹងយើងសងប៉ារ៉ាបូលដូចខ្ញុំបញ្ជាក់កាលមុនយើងត្រូវឲ្យកន្លែងកំណុំហើយឲ្យកន្លែងកំណុំធានាដឹងថាលេខរបស់យើងជាការ៉េប្រកបហើយឲ្យយើងអាស្រ័យលើអ្នកនៅត្រង់នេះអញ្ចឹងបើត្រង់នឹងជា x យើងយកអាប់ស៊ីរបស់កំណុំហើយបើត្រង់នឹងជា y យើងយកអូនេរបស់កំណុំអញ្ចឹងវាសារវាជា x ខ្ញុំយកអាប់ស៊ីរបស់កំណុំណាអញ្ចឹងយើងយក x ស្មើ0ហើយយើងជំនួសចូលក្នុងសមីការប៉ារ៉ាបូលនេះយើងទាញបានថា y បូក4លើក g ការ៉េx 0បាត់ហើយអញ្ចឹងនេះ0អញ្ចឹង0បូក2វា2 2គុណនឹង8វា16យើងនៅពេលយើងទាញរ y បូក4វាចេញពីករណីគឺបូកដក16ឬក្រេ16វាចេញមកបាន4អញ្ចឹងនៅពេលយើងទាញរ y នៅពេលដែល y ស្មើ4នៅពេលដែល y បូក4ស្មើ4យើងបោះទៅវាជា y ស្មើ0ឬមកករណីទៀតy បូក4ស្មើដក4ធម្មតា y បូក4ស្មើដក4ចឹងនៅពេលយើងទាញរក y ទៅវាដក8ពេលអញ្ចឹងយើងមាន2ករណី y ស្មើនឹង0ហើយនឹង y ស្មើដក8នេះអញ្ចឹងយើងមានព័ត៌មានប៉ុណ្ណឹងយើងអាចទៅសងប៉ារ៉ាបូលរបស់យើងបានអញ្ចឹងទី1ខ្ញុំចង់ឲ្យគ្នាយើងដៅកម្ពូលភាសាខ្ញុំមានកន្លាខ្ញុំសួរដាក់ណាអញ្ចឹងយើងអាចបែងចែកខ្លួនឯងទៀតកម្ពូលរបស់វាមិញគឺអាប់ស៊ីសដក2នេះខ្ញុំដាក់ទំហំឲ្យដើម្បីកុំឲ្យខាតពេលណាអូនេះដក4យើងភ្ជាប់មកកន្លែងដក2 4គឺនៅត្រង់នេះ
ចឹងអានឹងយើងតាំងដោយ v ជាកពូលហើយកណ្ដុំរបស់យើងវិញគឺ abscissa អូនៃដក4នៅត្រង់នេះណាចឹងកណ្ដុំយើងតាំងដោយអក្សរ F ហើយបន្ទាត់ប្រាប់ទិសសមីការវាមិញ x ស្មើនឹងដក4ជាងកន្លែងនេះរៀងស៊ីពេលបន្តិចដោយសារខ្ញុំត្រូវការយកបន្ទាត់មកប្រើជាងអានេះគឺជាបន្ទាត់ប្រាប់ទិសអូខេបន្ទាត់ប្រាប់ទិសរបស់យើងសមីការវាគឺអឺ x ស្មើ4ចឹងសំដៅ x ស្មើដក4ចឹងគ្នាយើងអាចសរសេរអក្សរនៅក្បែរនឹងតិចទៅប្រាប់គេថាអានឹងគឺជាបន្ទាត់ delta ដែលមានសមីការ x ស្មើនឹងដក4អូខេអញ្ចឹងចេញពីព័ត៌មានហ្នឹងរឿងទី3ដែលយើងដឹងរឿងទី4យើងដឹងថានៅពេលដែល x ស្មើ0 y យើងមានតម្លៃ2គឺ y ស្មើ0ហើយនឹងដក8មានន័យថាប៉ារ៉ាបូលរបស់យើងកាត់តាម0 0គឺគោលតម្រុយក្នុងនេះហើយនឹង0ដក8គឺនៅក្នុងនេះអូខេអញ្ចឹងខ្ញុំគូសដៃវាអាចថាមិនសូវស្អាតប៉ុន្តែគ្នាយើងអាចប្រើប៉ារ៉ាបូលឲ្យស្អាតជាងខ្ញុំគូសតិចមកអូខេចេះណាហើយមួយម៉ែត្រទៀតគឺអូខេនេះគឺប៉ារ៉ាបូល P របស់យើងដែលមានសមីការ y បូក4លើកជាការ៉េស្មើនឹង8កតា x បូក2អូខេហើយលំហាត់នឹងបញ្ចប់ត្រឹមប៉ុណ្ណឹងសង្ឃឹមថាវីដេអូនឹងអាចជួយគ្នាយើងក្នុងការស្វែងយល់បន្ថែមទាក់ទងនឹងការបំលែងសមីការស្តង់ដាររបស់ប៉ារ៉ាបូលពីសមីការប៉ារ៉ាបូលពីទូទៅមកស្តង់ដារហើយនឹងរបៀបសងប៉ារ៉ាបូលបន្ថែមទៀត